សួស្តីពុកម៉ែបងប្អូនសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាមកស្ដាប់ការអានសៀវភៅព្រះភិក្ខុពនេចរដូចតទៅក្រុងសាវត្ថីឆ្ងាយจากភ្នំហេម៉ាឡ័យចុះទៅខាងត្បូងដែនដីនៃភារតវសភាគខាងជើងមានក្រុងមួយនាមថាគោរខបុរៈจากក្រុងនេះទៅមជ្ឈមទិសឈៀងខាងជើងតាមផ្លូវរថភ្លើងជារយៈផ្លូវប្រមាណ6យោជន៍អ្នកចរិតស្វែងបុណ្យនឹងបានដល់ឆ្នេរស្ទឹងប៉ែឌីទីដែលអតីតសម័យយូរមកហើយធ្លាប់មានឈ្មោះថាអចេរវតីដែលជាចំណែកមួយក្នុង4មហានគរដែលធ្លាប់ឲ្យសេចក្តីត្រជាក់ត្រជុំចំពោះមជ្ឈមប្រទេសលើឆ្នេរខាងក្រោមរបស់អ្នកទីនេះឯងមានភាពបាក់បែកនៃនគរសាវត្ថីដ៏រុងរូចក្នុងអតីតកាលបានត្រូវស្រាវជ្រាវរាវរកឃើញដោយអ្នកបុរាណវត្ថុនៃអស់ស្ដងគត់ប្រទេសអ្នកបានអាននិទានជាដកអាធរនៃព្រះពុទ្ធសាសនាតែងជួបពាក្យថាក្រុងសាវត្ថីជារឿយមែនក្រុងសាវត្ថីកាលពីជាង2500ឆ្នាំកន្លងមកហើយជាព្រះរាជធានីរុងរឿងក្នុងប្រទេសកោសលនៃមជ្ឈមប្រទេសឬមហាប្រទេសឥណ្ឌាក្រុងសាវត្ថីនេះឯងសម្ដេចព្រះបរមសាស្តាសម្មាសម្ពុទ្ធបានទ្រង់គង់នៅអស់កាលវេលាជាង20វស្សាច្រើនជាងទីដទៃទាំងអស់ព្រះអង្គបានអាស្រ័យក្រុងសាវត្ថីជាទីប្រកាសនៃសេចក្តីសុខដ៏ប្រសើរចំពោះវេនយនិកររាប់ចំនួនមិនបានអ្នកសាវត្ថីចំនួនច្រើនដែលប្រតិបត្តិតាមផ្លូវដែលព្រះអង្គទ្រង់ព្រានប្រដៅចូលដល់សុគតិហើយឥឡូវនេះព្រះនគរសាវត្ថីបានក្លាយជានគរនៃអតីតកាលទៅហើយវាមានប្រាសាទរាជមន្ទីរទេវាល័យបានក្លាយជាដុំឥដ្ឋរកប្រយោជន៍គ្មានសាវត្ថីធ្លាប់ក្រឹកក្រែងដោយសម្លេងទាំង6និងបរិបូរដោយសទ្ធិកហបតីសមណៈព្រាហ្មណ៍ពាណិជ្ជនិងប្រជាជនគ្រប់វណ្ណៈបានត្រឡប់ក្លាយជាព្រៃរហោឋានជាទីស្ថិតនៅរបស់បិសាចនិងសត្វព្រៃទៅវិញរបស់ណាកើតឡើងរបស់នោះរមែងរលត់ទៅនេះជាកម្ពូលពាក្យព្រានប្រដៅនៃព្រះពុទ្ធក្រុងសាវត្ថីបានកើតឡើងហើយនឹងរលត់ទៅវិញតាមសភាពរបស់សង្ខារតែក្នុងអតីតកាលសាវត្ថីជាអណ្ដូងកើតនៃនិទានគ្រប់ប្រភេទខ្ញុំនឹងនាំតែរឿងខ្លះមកនិយាយឲ្យស្ដាប់សូមអ្នកចង់ដឹងផ្ចង់ត្រចៀកស្ដាប់តទៅក្នុងឥឡូវនេះសេចក្តីខាងដើមតកសិលាជាឈ្មោះរាជធានីមួយដ៏ល្បីល្បាញក្នុងបុរាណសម័យនៃរដ្ឋគន្ធារៈព្រោះមានសាកលមហាវិទ្យាល័យដែលក្នុងសម័យមុនហៅថាសាលាអាចារ្យទិសាបមោកមានមហាសាស្ត្រាចារ្យសម្រាប់បង្រៀនសាស្ត្រវិទ្យានិងសាស្ត្រវិទ្យាចំនួននិស្សិតទាំងឡាយដែលក្នុងសម័យបុរាណនិយមហៅថាអាចារ្យទិសាបមោកឬទិសាបមោក្ខាចារ្យអ្នកប្រទេសដតីមានអ្នកនគរសារណសីពារាណសីសាវត្ថីវេសាល័យជាដើមទាំងក្សត្រទាំងព្រាហ្មណ៍ទាំងសទ្ធិកហបតីធំនិយមបញ្ជូនបុត្រីធីតាឲ្យទៅសិក្សាឯក្រុងតកសិលាក្នុងសំណាក់អាចារ្យទិសាបមោកកុលបុត្រទាំងឡាយអាចជ្រើសរើសវិជ្ជាមួយមុខឬច្រើនមុខតាមចំណងសម្រាប់សិក្សាបានព្រោះលោកសាស្ត្រាចារ្យអាចបង្រៀនវិជ្ជាគ្រប់ផ្នែកចំពោះនិស្សិតឥតទើសទាល់ក្រោយពីបញ្ចប់កិច្ចសិក្សារបស់ខ្លួនហើយកុលបុត្រទាំងឡាយក៏ត្រឡប់ទៅកាន់ប្រទេសជាតិមាតុភូមិរបស់ខ្លួនវិញបានទទួលមុខការងារទីតាមសមត្ថភាពរបស់ខ្លួនខ្លះជាព្រះរាជបុត្រក៏បានទទួលតំណែងជាមហាឧបរាជឬបើជារាជទាយាទក៏បានទទួលរាជាភិសេកជំនួសព្រះបិតា
កលបុត្រនិស្សិតក្រៅពីនេះខ្លះបានជារដ្ឋមន្ត្រីខ្លះជាមេទ័ពនាយករងខ្លះជាសាស្ត្រាចារ្យខ្លះជាវិស្វករស្ថាបត្យកររចនាករខ្លះជារាជប្រោហិតបណ្ឌិតហោរាខ្លះជាវិជ្ជបណ្ឌិតខ្លះក៏យកវិជ្ជាមកពង្រឹងពង្រីកកិច្ចការជាកេរមរតកឲ្យចម្រើនឡើងនិងតាំងខ្លួននៅក្នុងកិត្តិយសកេរ្តិ៍ឈ្មោះពីរោះល្បីខ្លួនខ្ញុំឈ្មោះសុជាតិជាសេដ្ឋីបុត្រតូម្នាក់ឯងរបស់លោកវឌ្ឍនសេដ្ឋីនិងទេវីសេដ្ឋីនីលោកបានបញ្ជូនខ្ញុំឲ្យទៅនៅសិក្សាក្នុងសំណាក់អាចារ្យតិសាប្រមោកតាំងពីខ្ញុំអាយុ10ឆ្នាំលុះអាយុ20ឆ្នាំខ្ញុំក៏បញ្ចប់ការសិក្សាបិតាមាតាខ្ញុំឲ្យខ្ញុំជ្រើសរើសរៀនគណនាសិល្បៈឬវិជ្ជាក្នុងការគិតតាមលេខគណិតសាស្ត្រខ្ញុំខំរៀនវិជ្ជាផ្នែកនេះដោយយកចិត្តទុកដាក់រហូតមានចំណេះជំនាញជាពិសេសក្រៅពីគណិតសាស្ត្រខ្ញុំក៏បានសិក្សាល្មមប្រើការបានដែរនៅវិជ្ជាដទៃទៀតដូចជាធនុសិល្បៈវិជ្ជាក្នុងការបាញ់ធ្នូសង្ខារសិល្បៈវិជ្ជាក្នុងការពិចារណាដោយប្រាជ្ញាក្នុងឧបទេសគឺនយោបាយការវេយ្យាសិល្បៈសពវិជ្ជាក្នុងកាបឃ្លោងលោកយតសិល្បៈវិជ្ជាក្នុងផ្លូវលោកមានវិជ្ជាពេទ្យវិជ្ជាផ្សំធាតុជាដើមខតិវិជ្ជាសិល្បៈវិជ្ជានីតិធម្មសាស្ត្រយុទ្ធសាស្ត្រលុះបញ្ចប់ការសិក្សាហើយខ្ញុំក៏គោរពលាលោកមហាសាស្ត្រាចារ្យត្រឡប់មកមាតុភូមិវិញជាមួយនឹងមិត្តនិស្សិតទាំងឡាយមាតាបិតារបស់ខ្ញុំនិងក្រុមញាតិសម្ដែងសេចក្តីអបអរជាទីរំភើបចិត្តពន់ពេកក្នុងពិធីទទួលការជប់លៀងជាកិត្តិយសចំពោះខ្ញុំនោះព្រាហ្មណ៍កហបតីសេដ្ឋីមន្ត្រីកដំពីរទាំងឡាយព្រមទាំងភរិយាបុត្រធីតារបស់ខ្លួនបានមកជួបជុំជាច្រើនតាមសេចក្តីអញ្ជើញខ្ញុំភ្លេចជម្រាបភ្ញៀវដែលពិសេសនោះគឺព្រះភិក្ខុសង្ឃចំនួន250អង្គដែលមេដាបិតាខ្ញុំបាននិមន្តមកទទួលចង្ហាន់ព្រមទាំងស្វាធ្យាយព្រះពុទ្ធមន្តដើម្បីជាសិរីជ័យមង្គលផលល្អចំពោះខ្ញុំតាមសណ្ដាប់ធ្នាប់នៃអ្នកកាន់ព្រះពុទ្ធសាសនាមាតាបិតាខ្ញុំបាននាំខ្ញុំទៅក្រាបថ្វាយបង្គំព្រះសង្ឃមានព្រះមហាថេរជាប្រធានព្រមទាំងទូលលោកឲ្យជ្រាបថាខ្ញុំជាកូនតែមួយដែលទៅសិក្សាសិល្បៈសាស្ត្រឯនគរតកសិលាទើបនឹងត្រឡប់មកវិញក្រៅពីនេះមាតាបិតាបាននាំខ្ញុំទៅគោរពភ្ញៀវឥស្សរជននិងញាតិមិត្តទាំងឡាយក្នុងពិធីនេះរឿងមួយដែលនាំឲ្យខ្ញុំចាប់អារម្មណ៍គឺលោកសុធនមហាសេដ្ឋីនាំបុត្រីតែមួយរបស់លោកនៅក្នុងពិធីនោះមកដែរនាងឈ្មោះសន្តិរីសេដ្ឋីធីតានេះមានរូបល្អឆើតឆាយគួរឲ្យប្រណិពាត់ណាស់ខ្លួនខ្ញុំដែលពុំសូវយកចិត្តទុកដាក់នឹងបញ្ហាស្នេហានៅឡើយក៏ស្រាប់តែដោះពន្លកពកពន្លឺសេចក្តីស្នេហាចំពោះកញ្ញាសន្តិរីយ៉ាងលើសលប់ចង់បាននាងជាគូជីវិតមិត្តជីវ៉ាខ្ញុំយល់ថាការបើនាងមិនទាន់មានគេដណ្ដឹងស្ដីទេរឿងស្នេហារបស់ខ្ញុំមិនជាពិបាកពេកឡើយព្រោះលោកសុធនមហាសេដ្ឋីនិងមាតាបិតាខ្ញុំជាមិត្តភក្តិមានមេត្រីចិត្តមិត្តភាពចំពោះគ្នាណាស់បើមាតាបិតាខ្ញុំនិយាយស្ដីដណ្ដឹងនាងលោកមុខជាព្រមស្រស់ស្រួលមិនខានក្រែងតែនាងមិនយល់ព្រមព្រោះមិនស្រឡាញ់ខ្ញុំយល់ថានាងប្រហែលជាមិនយល់ជំទាស់ទេមើលទៅព្រោះខ្ញុំជាបុត្រទូលដែលត្រូវទទួលមហាមរតកពីវង្សត្រកូលខ្ញុំជាអ្នកបានទទួលការសិក្សាអប់រំមកហើយរូបនិងវ័យរបស់ខ្ញុំក៏នៅក្មេងកំឡោះលហកចរិយាមារយាទរបស់ខ្ញុំក៏ល្អគួរសមគឺថាខ្ញុំមានទាំងទ្រព្យសម្បត្តិរូបសម្បត្តិវិជ្ជាសម្បត្តិចរិយាសម្បត្តិយ៉ាងសមសួនទាំង4មុខល្មមជាធ្នាក់តាក់ចិត្តផ្ដិតអារម្មណ៍នៃនាងក្រមុំសន្តិរីបានថ្ងៃក្រោយខ្ញុំបាននិយាយរឿងសេចក្តីស្រឡាញ់ពេញចិត្តរបស់ខ្ញុំចំពោះកញ្ញាសន្តិរី
ឲ្យលោកឪពុកម្ដាយជ្រាបលោកអ្នកដ៏មានគុណទាំងពីរក៏យល់ព្រមថែមទាំងរីករាយចំពោះបំណងរបស់ខ្ញុំផងដែលសមប្រកបនឹងបំណងរបស់គាត់ដែរតែគាត់មានប្រសាសន៍ថាការដែលខ្ញុំបានសិក្សាលោកវិជ្ជាទាំងឡាយជាមធ្យោបាយសាងទ្រព្យធនឬយុស័កក៏ល្មមល្មីហើយតែត្រូវបំពេញកិច្ចមួយទៀតសិនមុននឹងមានគ្រួសារគឺបំណាច់កើតតនព្រះពុទ្ធសាសនាថែមទាំងមានព្រះពុទ្ធអង្គគង់ប្រជញ្ញនៅផងត្រូវបួសសិក្សាអប់រំពុទ្ធសាសនវិជ្ជាយ៉ាងតិចណាស់មួយភាសាសិនព្រោះព្រះពុទ្ធសាសនាជាមូលដ្ឋាននៃការប្រតិបត្តិកាយវាចាចិត្តឲ្យស្ថិតនៅក្នុងផ្លូវត្រឹមត្រូវទាំងគោលគំនិតក្នុងការរៀនសាងខ្លួនឲ្យជួបជូននឹងប្រយោជន៍ត្រជាក់ត្រជុំខ្សែមខ្សានក្នុងជីវភាពលោកឪពុកមានប្រសាសន៍បញ្ជាក់ថាបើខ្ញុំយល់ព្រមបួសគាត់នឹងដណ្ដឹងសន្តិរីទុកឲ្យខ្ញុំក៏យល់ព្រមតាមគាត់ដោយរីករាយព្រោះចិត្តខ្ញុំក៏មិនជាតក់ក្រហល់ជ្រមុជពុលជ្រមុជអន្ទះអន្ទែងនឹងរឿងស្នេហារហូតអត់ទ្រាំមិនបាននោះទេពិតមែនតែខ្ញុំស្រឡាញ់យ៉ាងខ្លាំងនៅនាងសុន្ទរីក៏ដោយខ្ញុំក៏នៅក្មេងដែរអាយុ20ឆ្នាំប៉ុណ្ណោះអាយុ22 23ឬ24 25សឹមមានគ្រួសារក៏ល្អដែរឲ្យតែនាងសុន្ទរីបានជាភរិយាខ្ញុំក្នុងអនាគតការខ្ញុំយល់ព្រមហើយលោកឪពុកម្ដាយក៏បានទៅតាក់ទងចងដន្លងនឹងសុធនមហាសេដ្ឋីសុធនមហាសេដ្ឋីក៏យល់ព្រមដោយសេចក្តីពេញចិត្តថែមទាំងបើកសេរីភាពឲ្យខ្ញុំនិងសុន្ទរីបានសន្ទនាភ្ជាប់សេចក្តីស្រឡាញ់ដឹងចិត្តដឹងថ្លើមគ្នាទៀតផងតែយើងទាំងពីរនាក់បានរក្សាប្រវេណីយ៉ាងល្អមិនប៉ុន្មានថ្ងៃក្រោយមកខ្ញុំក៏បានឧបសម្បទាជាភិក្ខុតាមពុទ្ធវិន័យខ្ញុំធ្វើវត្តបរិបត្តិចំពោះព្រះមហាថេរជាឧបជាហើយផ្ដើមសិក្សាធម៌វិន័យពីសំណាក់លោកដោយខ្ញុំធ្លាប់សិក្សាវិជ្ជាផ្លូវលោកមកហើយលុះមកសិក្សាព្រះពុទ្ធសាសនាក៏ប្រកបដោយហេតុផលពិតក៏ឆាប់យល់ឆាប់ចេះចាំនាំឲ្យរឹតតែភ្លឺស្វាងចំពោះវិជ្ជាដែលខ្ញុំធ្លាប់សិក្សាមកហើយទៀតផងសេចក្តីរីករាយសប្បាយនិងភេទសាមណៈព្រមទាំងបានក្រេបរសជាតិព្រះធម៌នាំឲ្យខ្ញុំមិនសឹកនៅភាសាទី1នោះទេខ្ញុំនៅមួយភាសាទៀតដែលតាំងចិត្តនឹងសឹកនៅរដូវប្រាំងព្រោះខ្ញុំនឹងបានបួសដោយតាំងចិត្តដើម្បីរកមគ្គផលជាពិសេសនោះទេបួសដើម្បីជាឧបនិស្ស័យនឹងតាមបំណងរបស់មាតាបិតាតែទោះយ៉ាងហ្នឹងក៏ដោយក្នុងរយៈ3ភាសាក្នុងរយៈ2ភាសាខ្ញុំខំសិក្សាប្រតិបត្តិយ៉ាងត្រឹមត្រូវនឹងបានសេចក្តីសុខយ៉ាងស្ងប់យ៉ាងច្រើនតែចិត្តជាពុទ្ធជនក៏នៅតែងាករីបែរទៅរកកាមអារម្មណ៍ម្ដងខ្ញុំប្រុងប្រៀបដោយកំណត់ថ្ងៃចាក់សិក្ខាបទហើយមុនកំណត់មួយថ្ងៃលោកសេដ្ឋីបិតាខ្ញុំនាំដំណឹងមកប្រាប់ថាសុន្ទរីបានតាក់ទងនឹងសេដ្ឋីបុត្រម្នាក់ហើយបានលួចលាក់រួមរយៈរហូតមានគួរទៅហើយដំណឹងនេះនាំឲ្យចិត្តខ្ញុំក្តុកក្តួលចុកសៀតក្តៅក្រហាយយ៉ាងខ្លាំងមកលើខ្ញុំអស់សង្ឃឹមនឹងស្រឡាញ់នាងខ្លាំងនោះឯងសេចក្តីទុកក្រៀមក្រំនេះបានញោមញីចិត្តខ្ញុំជាច្រើនថ្ងៃខ្ញុំយកពុទ្ធអាវាទមករំលត់រំលាយក៏បានរំសាយខ្លះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងកាន់ភេទបព្វជិតរហូតមួយជីវិតហើយនឹងចេញពីក្រុងសាវត្ថីធ្វើពនេចូលបន្លប់ទុកនេះទាល់តែអស់ទុកព្រួយសឹមត្រឡប់មកវិញដូច្នេះខ្ញុំក៏ផ្ដើមធ្វើដំណើរចេញពីក្រុងសាវត្ថីក្នុងថ្ងៃព្រឹកឡើងដែលខ្ញុំរៀបរាប់ឲ្យស្ដាប់ដូចតទៅខ្លួនទេពឹងខ្លួនអ្នកអានទាំងឡាយការទុរយុះរបស់សុន្ទរីធ្វើឲ្យខ្ញុំអស់សេចក្តីអាល័យក្នុងអ្វីទាំងអស់រួមទាំងជីវិតរបស់ខ្លួនផងខ្ញុំស្ពាយបាតធ្វើពនេចរត្រាច់រង្កាត់ទៅដូចមនុស្សដែលខ្វះវិញ្ញាណវេលាឆ្លងផុតទៅប៉ុន្មានថ្ងៃប៉ុន្មានខែខ្ញុំមិនបាននឹកដល់រយៈផ្លូវដែលត្រាច់ចូលមកហើយប៉ុន្មានយោជក៏ខ្ញុំមិនបានយកចិត្តទុកដាក់ដែរនីតិរបស់ខ្ញុំគឺការធ្វើដំណើរដើរទៅមុខទៀតរហូតដល់អស់កម្លាំងស្មងត្រាច់ចូលទៅយ៉ាងមានសេរីភាព
ដោយត្រីហិចហាយតាមចិត្តក្នុងសមុទ្រដ៏ទូលំទូលាយដោយបក្សីដែលហិចហាយនៅលាភាលីដ៏ពិសាលរហូតរយៈផ្លូវដ៏វែងឆ្ងាយដែលកន្លងមកខ្ញុំបានជួបនឹងភូមិប្រទេសប្លែកបានពើពះប្រទះនឹងសេចក្តីលំបាកយ៉ាងយ៉ាប់ជាអនេកប្រការបានជួបនឹងមនុស្សច្រើនជាន់ច្រើនថ្នាក់ច្រើនទំនៀមទម្លាប់ប្រតិការទាំងនេះដូចជាឱសថជួយផ្សះរបួសក្នុងបេះដូងរបស់ខ្ញុំឲ្យសន្សំស្រួលឡើងរបស់ដែលចូលមកជំនួសសេចក្តីស្រឡាញ់ពេញចិត្តក្នុងការធ្វើដំណើរធម្មជាតិប្លែកក្នុងលោកដ៏ទូលំទូលាយសេចក្តីស្រឡាញ់ពេញចិត្តដ៏ត្រជាក់ត្រជុំក្នុងធម្មជាតិរបស់ព្រៃភ្នំលំនៅព្រៃដែលប្រោះចាកស្នៀតបោកប្រាស់ផ្សេងភូមិឃុំស្រុកក្រុងតូចធំរាប់ចំនួនមិនបានដែលខ្ញុំឆ្លងកាត់មកហើយគ្មានកន្លែងណារីករាយមនោរម្យស្មើនឹងលអាងភ្នំនិងដងព្រៃដ៏ស្ងប់ស្ងៀមនៃជនបទដែលឆ្ងាយសម្រាប់ខ្ញុំក្នុងវេលានោះផែនដីថ្មីដ៏រាបស្មើនិងព្រឹកជាតិម្លប់ត្រជាក់មានសេចក្តីសម្ដៅត្រូវចិត្តខ្ញុំក្រៃលែងជាងគ្រឹះស្ថានវិមានប្រាសាទក្នុងទីក្រុងសូរស័ព្ទសំឡេងទឹកហូរជ្រោះតាមជ្រងក្រហែងថ្មនិងសូរស័ព្ទចង្រិតខ្យងហ៊ានរៃក្នុងព្រៃស្ដាប់ពីរោះជាងសំឡេងដូរតន្ត្រីចម្រៀងដែលគេដេញប្រគំក្នុងរង្គសានិងកន្លែងមហោស្រពនានាពន្លឺព្រះច័ន្ទនិងតារាករក្នុងរាត្រីកាលហាក់ដូចជាត្រជាក់ភ្នែកគូទស្សនាជាងពន្លឺប្រទីបជ្វាលាក្នុងព្រះរាជធានីមរគីក្នុងព្រៃបើយើងសែបគប់នឹងវាដោយពេញចិត្តដោយមេត្តាមើលដូចជាគួរឲ្យសែបគប់រាប់រកមិនអន់ជាងមនុស្សក្នុងចម្រើនដោយវឌ្ឍនធម៌ឡើយខណៈដែលត្រាច់ក្នុងការតទៅនោះខ្ញុំក៏ឆ្លៀតព្រានប្រដៅប្រជាជនផងការព្រានប្រដៅអ្នកដទៃក៏ជាការព្រានប្រដៅខ្លួនឯងចិត្តរបស់ខ្ញុំល្អឡើងរាល់ថ្ងៃដែលកន្លងផុតទៅការដល់លំនៅភូមិស្រុកខ្ញុំក៏ឈប់សម្រាកក្នុងព្រៃចិត្តភូមិស្រុកនោះព្រឹកឡើងចូលទៅបិណ្ឌបាតក្នុងស្រុកភូមិបានអាហារល្មមចិញ្ចឹមជីវិតឲ្យប្រព្រឹត្តទៅក្នុងមួយថ្ងៃហើយក៏ត្រឡប់មកឆាន់នៅទីសំណាក់វិញបើមានអ្នកស្រុកមកសន្ទនាផងខ្ញុំក៏សន្ទនានឹងគេព្រានប្រដៅគេឲ្យយល់ក្នុងគូធម៌របស់ព្រះបរមសាស្តាបើអ្នកស្រុកនិមន្តឲ្យស្នាក់នៅច្រើនថ្ងៃនិងបើបានទទួលសេចក្តីស្រួលសប្បាយចិត្តសប្បាយខ្ញុំក៏ស្នាក់នៅយូរតែមិនដែលនៅទីណាច្រើនជាង5ថ្ងៃរឿងរបស់អ្នកស្រុកជារឿងរវល់ខ្វល់ខ្វាយគ្មានទីបំផុតបើខ្ញុំនៅយូរជាងនេះខ្ញុំក៏នឹងខ្វល់ខ្វាយខ្វក់ជាមួយនឹងគេផងដើម្បីរត់ឲ្យផុតពីកង្វល់ខ្វល់ខ្វក់ខ្ញុំក៏ធ្វើដំណើរទៅរបស់មួយដែលខ្ញុំត្រូវតស៊ូរហូតក្នុងរយៈការធ្វើដំណើរក៏គឺលទ្ធិជំនឿជឿកាន់របស់ប្រជាជនក្នុងកន្លែងផ្សេងគ្នាប្រការខ្លះក៏ជាជំនឿចាស់ដែលខ្វះហេតុផលនិងកប់ជ្រៅទៅក្នុងខួរក្បាលរបស់អ្នកស្រុកមកជាវេលាច្រើនសតវត្សតម្រាំខ្ញុំពន្យល់បញ្ជាក់ហេតុផលឲ្យគេយល់ចូលចិត្តគោធម៌ក្នុងព្រះពុទ្ធសាសនាបានក៏ត្រូវប្រើពេលវេលានិងសេចក្តីនឿយហត់មិនតិចទេមានភូមិស្រុកមួយតាំងនៅលើឆ្នេរទន្លេគង្គាក្នុងខេត្តមួយនៃមគធរដ្ឋខ្ញុំទៅដល់ភូមិស្រុកនោះនាថ្ងៃរសៀលក្នុងថ្ងៃមួយលោកបានដឹងថាសមណៈផ្លែកមុខមកស្នាក់ចិត្តភូមិស្រុកអ្នកភូមិស្រុកព្រមទាំងប្រធានភូមិស្រុកក៏ចេញទៅសន្ទនានឹងខ្ញុំភ្លាមការសាកសួរសុខទុក្ខគ្នាតាមសុជីវធម៌ហើយការសន្ទនាលទ្ធិជំនឿក៏ចាប់ផ្ដើមឡើងមនីបាសកលោកអ្នកទាំងឡាយរាប់អានអ្វីជាទីពឹងខ្ញុំផ្ដើមសួរនាយស្រុកដែលធ្វើនាទីជាតំណាងអ្នកស្រុកបានឆ្លើយថាពួកយើងខ្ញុំរាប់អានមុនីទាំង7ជាទីពឹងមុនីទាំង7ដែលលោកថានោះគឺនរណានៅទីណាខ្ញុំសួរមុនីទាំង7គឺកាសបៈ
អតរិយភិរតទ្វាជៈគូតមៈវិស្វមិត្តជមៈតនិវាសិទ្ធៈមនីទាំង7នេះកើតមុនប្រវេសៈប្រវេទទៅទៀតវេលានេះនៅលើឋានសួគ៌ក្នុងយប់ខែងងឹតនៃផ្ទៃមេឃស្រឡះបើលោកសម្លឹងមើលទៅលើមេឃនឹងឃើញផ្កាយ7ដួងនៅរៀងរាយគ្នាជារូបរាងដូចសត្វខ្លាឃ្មុំនោះឯងគឺមនីទាំង7របស់ពួកខ្ញុំមនីទាំង7ជាទីពឹងចំពោះពួកលោកបានយ៉ាងណាមនីទាំង7ចោះមកពិនិត្យមនុស្សលោកម្ដងបើនរណាមានភក្ដីភាពចំពោះលោកយ៉ាងមមមុនតាំងចិត្តក្រាបសំពះបូជាលោកដោយគោរពលោកក៏បណ្ដាលឲ្យមនុស្សមានសេចក្តីសុខជួបលៀបការស្លាប់ហើយក៏នឹងបានឡើងឋានសួគ៌ថាហើយនាយស្រុកក៏លើកដៃសំពះអាទិទេពរបស់គេនិងពោលនាមមុនីទាំង7យ៉ាងស្ទាត់សម្ដែងឲ្យឃើញគិរវៈភក្តីភាពដ៏មមមួនសុទ្ធស្វែងរបស់គេបើខ្ញុំបញ្ជាក់ហេតុផលកាច់បំបាក់ជំនឿជឿកាន់របស់ពួកគេក្នុងគណៈនោះភ្លាមទៅពួកគេមុខជាខឹងនឹងខ្ញុំទើបអង្គុយនៅស្ងៀមបបិទ្ធសមណៈលោករាប់អានអ្វីជាទីពឹងមេស្រុកសួរខ្ញុំខ្លះអាត្មាមិនរាប់អានអ្វីជាទីពឹងមិនរាប់អានអ្នកណាជាទីពឹងអាត្មាទីពឹងខ្លួនឯងព្រះបរមគ្រូរបស់អាត្មាប្រដៅទុកថាអត្តាហេអត្តណោនិថោខ្លួននោះឯងជាទីពឹងរបស់ខ្លួនកោហេនិថោបរោសយាអ្នកដតីណានឹងមកជាទីពឹងបានអាត្មាជឿតែពាក្យព្រានប្រដៅបរមគ្រូទើបកាន់ខ្លួនជាទីពឹងរបស់ខ្លួននេះស្រុកធ្វើមុខឆ្ងល់ចំពោះសម្ដីរបស់ខ្ញុំហើយនិយាយឡើងគោលោកជាមនុស្សមិនមានអំណាចបដិហាអ្វីមិនមានឫទ្ធិទេជាអ្វីនឹងពឹងខ្លួនបានយ៉ាងណាក៏ព្រោះអាត្មាគ្មានឫទ្ធិទេជាអ្វីនេះឯងទើបត្រូវគិតពឹងខ្លួនឯងបើអាត្មាមានឫទ្ធិដូចមនីទាំង7អាត្មាក៏មិនបាច់ពឹងខ្លួនឯងវេលានេះអាត្មាប្រៀបដូចបរោះហែនៅក្នុងផ្ទៃទន្លេព្រោះលិចទុកអាត្មាត្រូវអាស្រ័យដៃជើងនិងកម្លាំងកាយរបស់ខ្លួនឯងហើយទឹកទៅឲ្យទាល់តែដល់ច្រាំងអាត្មាត្រូវតស៊ូនឹងរលកនិងក្រពើឆ្លាមមកដោយខ្លួនឯងមិនមាននរណាមកហាមឃាត់រលកទុកបានមិនមាននរណាមកចាប់ចងឆ្លាមមកកក្រពើទុកមិនមាននរណាមកចាប់ដៃចាប់ជើងរបស់អាត្មាឲ្យហែទឹកអាត្មាត្រូវធ្វើខ្លួនឯងគ្រប់យ៉ាងលោកដ៏ធំទូលាយនេះឯងគឺផ្ទៃមហាសាគរយើងកើតមកក្នុងលោកក៏ដូចជាធ្លាក់ចុះទៅក្នុងមហាសាគរយើងត្រូវតស៊ូដើម្បីឲ្យជីវិតយើងរស់នៅយើងត្រូវរកអាហារមកបរិភោគដើម្បីចិញ្ចឹមរាងកាយយើងត្រូវរកលំនៅមកការពារកម្ដៅខ្យល់ភ្លៀងយើងត្រូវរកសម្ពុតអាវមកស្លៀកពាក់យើងត្រូវរកថ្នាំការពាររោគការមានជំងឺរបស់ទាំងនេះមិនមានព្រះអាទិទេពអង្គណានាំមកប្រគល់ឲ្យយើងទទេសំបីបួងសួងបន់ស្រន់បូជាយ៉ាងណាក៏ដោយក៏មិនដែលឃើញតែបានសម្រេចដូចប្រាថ្នាឡើយឆ្លាមមកកក្រពើនិងរលកទន្លេក៏គឺសេចក្តីលំបាកតោកយ៉ាកទាំងឡាយដែលឆ្លងចូលមកក្នុងជីវិតយើងមួយគ្រាដូចជំងឺដង្កាត់ជាដើមផ្សេងទៀតទឹកលិចស្រូវក្នុងស្រែឬស្រែគ្មានទឹកកើតគ្រោះអាសន្នចោរលួចប្លន់ភ្លើងឆេះផ្ទះឧបសគ្គទាំងនេះត្រូវតស៊ូជួយខ្លួនឯងមុនអ្នកដទៃនិងបួងសួងបន់ស្រន់ឲ្យទេវតាណាមកជួយពុំបានឡើយសម្រាប់វត្ថុខាងក្រៅយើងរកខ្លួនឯងនេះជាសេចក្តីពិតអ្នកស្រុកម្នាក់ពោលឡើងតែសម្រាប់សេចក្តីសុខខាងផ្លូវចិត្តនោះយើងមិនអាចរកខ្លួនឯងបានសេចក្តីសុខជាពពិលជាសេចក្តីសុខជាពរពិសេសដែលព្រះមុនីទាំង7ប្រទានឲ្យចំពោះអ្នកមានគិរវៈភក្តីក្នុងលោកមនីឧបាសកសេចក្តីសុខមាន2យ៉ាងគឺសុខតាក់ទងដោយវត្ថុបានដល់សុខដែលកើតពីការមានអាហារបរិភោគគ្រប់គ្រាន់មានគេហដ្ឋាននៅយ៉ាងសប្បាយមានសម្លៀកបំពាក់និងប្រដាប់តាក់តែងកាយយ៉ាងគ្រប់គ្រាន់មានថ្នាំសម្រាប់បំបត្តិរោគភ័យឈឺចាប់
មានបទភរិយាញាតិមិត្តសម្រាប់ជាទីកក់ក្ដៅចិត្តនេះមួយសេចក្តីសុខមិនអាស្រ័យវត្ថុបានដល់សេចក្តីសុខដែលកើតចេញអំពីការលះបង់វត្ថុទាំងពួងចេញទៅបួសជាបព្វជិតនិតនៅព្រៃដ៏ស្ងាត់ធ្វើសេចក្តីព្យាយាមកំចាត់កិលេសផ្សេងចេញចាកចិត្តនេះមួយដែលលោកហៅថាមុនីទាំង7ឲ្យសេចក្តីសុខដល់លោកនោះឲ្យសេចក្តីសុខប្រភេទណាអ្នកស្រុកម្នាក់នោះធ្វើអាកប្បកិរិយាស្ទាក់សើបន្តិចហើយឆ្លើយខ្ញុំសំដៅដល់សេចក្តីសុខទាំង2យ៉ាងសំដៅសេចក្តីថាសេចក្តីសុខ2យ៉ាងមុនីទាំង7ជាអ្នកប្រគល់ឲ្យលោកយ៉ាងហ្នឹងឬខ្ញុំសួរផ្ទួនទៀតការគេឆ្លើយទទួលខ្ញុំទើបនិយាយតទៅលោកជ្រាបហើយថាសេចក្តីសុខប្រភេទទី1កើតពីទ្រព្យការមានទ្រព្យគ្រប់គ្រាន់សុខប្រភេទនេះក៏កើតឡើងលោកព្រមទទួលហើយថាទ្រព្យទាំងឡាយដែលមាននេះព្រោះលោករកខ្លួនឯងទើបបានមកមិនមែនទេវតាអង្គណាហុចឲ្យការលោករកទ្រព្យខ្លួនឯងមានសេចក្តីសុខដូច្នេះនឹងថាមនីទាំង7ជាអ្នកប្រគល់ឲ្យតើសមហេតុផលទេសំណួររបស់ខ្ញុំធ្វើឲ្យអ្នកស្រុកភូមិគ្រប់គ្នានៅស្ងៀមស្ងាត់ការឃើញបានការខ្ញុំទើបបញ្ជាក់តទៅមនីឧបាសកសេចក្តីសុខប្រភេទទី2មិនតាក់ទងនឹងវត្ថុជាសុខកើតអំពីសេចក្តីបរិសុទ្ធនៃចិត្តការលោកធ្វើចិត្តលោកឲ្យបរិសុទ្ធស្អាតប្រាចាកសេចក្តីហួងហែងសេចក្តីកង្វល់សេចក្តីលោភសេចក្តីក្រោធសេចក្តីវង្វេងបានយ៉ាងដាច់ខាតហើយសេចក្តីស្ងប់សុខត្រជាក់ត្រជុំក៏កើតឡើងចិត្តរបស់លោកនឹងបរិសុទ្ធបានក៏ព្រោះការជំរះសម្អាតរបស់លោកខ្លួនឯងលោកត្រូវជំរះដុសខាត់សម្អាតចិត្តរបស់លោកខ្លួនឯងការដៃរបស់លោកប្រឡាក់ដោយរបស់ស្មោកគ្រោកលោកត្រូវប្រើទឹកជំរះលាងដៃទើបបានស្អាតទោះលោកធ្វើការបូជាចំពោះព្រះអាទិទេពបន់ស្រន់ឲ្យដៃរបស់លោកស្អាតយ៉ាងណាក្តីដៃរបស់លោកក៏មិនអាចស្អាតបានឡើយរបស់ស្មោកគ្រោកនោះនឹងមិនប៉ើងចេញទៅពីដៃរបស់លោកជាដាច់ខាតការខ្ញុំបញ្ជាក់ហេតុផលតទៅទៀតអ្នកស្រុកក៏កើតសេចក្តីជ្រះថ្លាគ្រប់គ្នាប្រគល់កាយថ្វាយខ្លួនជាសិស្សរបស់ខ្ញុំពន្យល់ថាមនីឧបាសកទាំងឡាយឆ្ងាយពីទីនេះទៅផ្លូវមជ្ឈិមទិសមានក្រុងមួយឈ្មោះសាវត្ថីរាជធានីរបស់កោសលរដ្ឋរាជធានីនោះព្រះសម្ដេចព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់គង់នៅព្រះអង្គជាព្រះបរមគ្រូរបស់ទេពតានិងមនុស្សទាំងឡាយអាត្មាគ្រាន់តែជាសិស្សរបស់ព្រះអង្គលោកអ្នកទាំងឡាយចូលតាំងចិត្តរលឹកដល់ព្រះអង្គកាន់យកព្រះអង្គជាគូប្រចាំចិត្តនិងប្រតិបត្តិតាមពាក្យព្រានប្រដៅរបស់ព្រះអង្គចុះលោកអ្នកទាំងឡាយនឹងជួបប្រទះសេចក្តីសុខតាមសមគួរដល់ការប្រតិបត្តិរបស់ខ្លួនតអំពីនោះខ្ញុំបានបញ្ជាក់ផ្លូវដំណើរជីវិតតាមបែបព្រះពុទ្ធសាសនាឲ្យជាទីយល់ច្បាស់ដល់ពួកគេហើយរំលឹកថាកុំភ្លេចថាអ្វីគ្រប់យ៉ាងគ្រប់ប្រការត្រូវធ្វើខ្លួនឯងលោកអ្នកត្រូវធ្វើដំណើរខ្លួនឯងទើបនឹងបានដល់ទិសដៅជាគោលបំណងព្រះសម្មាសម្ពុទ្ធក្តីអាត្មាក្តីអ្នកឯទៀតក្តីគ្រាន់តែជាអ្នកបញ្ជាក់ចង្អុលផ្លូវតែប៉ុណ្ណោះខ្ញុំស្នាក់នៅទីនោះ3ថ្ងៃតាមពាក្យនិមន្តរបស់អ្នកស្រុកហើយក៏ចាកចេញធ្វើដំណើរតទៅ